ថ្ងៃនេះធ្វើមីកឡុកគ្រឿងសមុទ្រទៅដោះគោឲ្យកូនហូបម្ដងតែរៀបធ្វើក៏បានសួរកូនដែរតែម៉ាម៉ាធ្វើបែបខ្មែរទេណាកូនអត់មានធ្វើបែបចិនទេក៏កូនចេះញ៉ាំអត់ថាឲ្យតែម៉ាម៉ាធ្វើកូនញ៉ាំទាំងអស់ហ្នឹងអញ្ចឹងហើយក៏រៀបចំខ្លួនដើម្បីថាឡើងទៅផ្សារតែម្ដងនេះប្តីរបស់ខ្ញុំក៏បាននៅផ្ទះទេបងប្អូនហើយក៏ទៅធ្វើការបាត់ហើយចឹងអត់មានបណ្ណាជូនទៅទេអញ្ចឹងហើយមានតែឡើងផ្សារខ្លួនឯងតែរៀបទៅគឺថាយើងត្រូវចាប់ជ្រីបៀករងលើមុខរបស់យើងកុំឲ្យថាចេញទៅសពិងសពងដូចទិញមុងលេងលក់សាយ៉ាំអីចឹងណាការបៀករងចាប់ជ្រីខ្ញុំក៏មិនបានឲ្យច្រើនដូចទេស៊ីកាទេបងប្អូននេះដាក់តិចទេកុំឲ្យថាចេញទៅណែយ៉ាងកំរោលកកយ៉ាឯងកុំឲ្យចិនមើលមុខអញ្ចឹងក៏លេងថាផាត់មុខតិចគូចើមតិចអីចឹងទៅហើយបៀកកបោលើបេមាត់ហើយជាការស្រេចមានអីថាយូរទេចានេះតបតែងខ្លួនបានរួចរាល់ម្ដងតែទៀងកបោបទៅឡើងទៅផ្សារតែម្ដងចានេះបងហើយនិយាយថាកូនទៅរៀនបាត់ប្តីទៅធ្វើការបាត់ស្ងាត់ទៅចងំក្នុងផ្ទះនេះចាថាជីដំណើរទៅផ្ទះតាផាំងចិនដើម្បីទៅដូរលុយយកលុយកាក់ជីឡានក្រុងអញ្ចឹងណាថាឡានក្រុងគេទៅការកាក់បើសិនយើងអត់មានកាក់ទេគេឲ្យឡានគេទេឥឡូវដូរបានផ្ទះតាផាំងលក់វ៉ាន់ចាប់ហ្វួយដូរបាន10កាក់ដែរទៅវិញទៅមកគឺគ្រប់ហើយនេះឥឡូវដូរបានហើយក៏យើងអង្គុយចាំឡានក្រុងសិនតែមិនតាន់ហូបអីទេក៏ហូបនំប៉័ងយូរដូចបារាំងឯងបងប្អូនអើយហូបតែនំប៉័ងពេលព្រឹកកណ្ដែបានហូបអាហារពេលព្រឹកអីគេឯងទៅនេះឥឡូវឡានក្រុងមកល្មមជីឡានក្រុងនឹងក៏ថាអ្នកបើកឡានក៏មើលមុខខ្ញុំឲ្យថ្លែព្រោះយើងកាន់ទូរស័ព្ទថតអីគេឲ្យយើងថតញ៉ៃប្រេះប្រាស់ទេបងប្អូនអើយចង់រៀងកវិកវត្តបន្តិចហើយបងប្អូនពុកម៉ែក៏ថាមើលទៅរៀងវិលមុខអីអាជាស្រ័យចាឥឡូវក៏ថាអ្នកជីពីតមតនៈទៅមតនៈបងប្អូនអើយដល់ពីតនៈឯណោះមិនបានតទៅមុខដល់ផ្សារធំឡើងចង់វិលមុខអស់បងប្អូនអើយខ្ញុំព្រោះថាឡានក្រុងដឹកអ្នកតាណាគឺថាដឹកឈប់គ្រប់កន្លែងហ្នឹងរំទៅដល់ផ្សារហ្នឹងក៏ថាអូឈប់ចង់20កន្លែងតាយាយសរត់បងប្អូនអើយបើមិនរត់ទេក៏គ្មានកន្លែងអង្គុយមកឡានក្រុងអត់មានក្មេងទេបងប្អូនចាគឺក្មេងតែខ្ញុំម្នាក់ឯងសិតតានិយាយអាយុ8អាយុ9អាយុ50 60អស់ហើយក៏ខ្ញុំនេះមិនបានតែបជាតិអង្គុយអីទេខ្ញុំសិគិតឈរទៅឲ្យអ៊ំតាចាស់គាត់អង្គុយចោះឥឡូវគឺថាឡើងឡានក្រុងមកតង់ទៀតនេះគឺថាបានដល់កន្លែងផ្សារធំមកដែរតែសំខាន់ចាឯកាបន្តិចឯងនេះប្តីធ្វើការបាត់អឺអត់មានបណ្ណាជូនតាណាដើរទៅទិញមហូបសោះរដងបានទូឯកប្រុសឥឡូវគឺថាចង់ទិញអីណែគ្រឿងស្មុតខ្លះអញ្ចឹងណាអានេះគេហៅប៉ាហឺបងប្អូនអើយទិញ5 6ប៉ាហឺបានហើយដេញមកខ្លះព្រោះថាយើងក្លុកជាមួយនឹងមីគោកអញ្ចឹងត្រូវការគ្រឿងសមុទ្ររើគ្រឿងសមុទ្រស្រុកនេះម៉ាយអើយថ្លៃកប់ពពកថ្លៃយ៉ាងណាយ៉ាងណីគឺថាតែស្រស់ត្រីនៅទិញចានេះឥឡូវមកទិញបានពោតចំនួន1ផ្លែទៀតដើម្បីយកវាទៅក្លុកជាមួយតែនេះស្ទ្រូប៊េរីទិញអត់មានតែក្លុកជាមួយមីទេបងប្អូនចាក៏ទិញហូបតាមផ្លូវនេះឯងស្ទ្រូប៊េរីនេះយាយក៏ថាស្ទ្រូប៊េរីចង់ដៃឲ្យចៅអើយហូបឲ្យហើយទៅទៀតអស់លេងហើយតឆ្នាំក្រោយមានទៀតអញ្ចឹងទិញឲ្យមកកត្រកតែម្ដងមកកត្រកនេះអស់12000 13000បងប្អូនអើយហូបតាធូថោកចាក៏ថាស្រស់ថ្មីតែលោកយាយក៏ថាក៏តែបេះរួចរាល់មកដល់ចានេះឥឡូវទិញបានរួចរាល់ហើយក៏ថាម៉ៅល្មកកង់3តាពូច្រឡំតាមើលពីក្រោយប៊ីថាតាងាកឆាច់រៀងក្មេងដែរហៅពូត្មងឥឡូវតថ្លៃបានជាមួយពូរួចរាល់មកដល់ចាក៏ថាបើកដេញណែទ្វាឲ្យខ្ញុំបងប្អូនហើយចានេះដោយអា500ចិត្តនេះចង់បើកប្អួយចាក៏ថាស្រឡះមុខស្រឡះមាត់ឲ្យល្វឹងតែ25កាក់10000ជាងលុយខ្មែរក៏ថាអូម៉ៅដល់ផ្ទះបងប្អូនអើយជិះបដាហូបស្តុបព្រីបដាយើសំណំខាន់ល្មកកង់3ពូយួរណែធូថ្លៃទេនេះចាឥឡូវគេថាដល់ផ្ទះបងប្អូនអើយរៀបចំខ្លួនប្រាណថាហូបធ្វើមហាឲ្យបត្រាបត្រីរបស់ខ្ញុំញ៉ាំណោះកញ្ញា82ជីមីសាឡាមកក៏ជួយបកពោតម៉ែតែសំខាន់បកអស់ពីកម្លាំងកាយចិត្តទៅក្នុងនោះប្រឹងដល់ឲ្យកូនដាយប្រឹងកូនប្រឹងពោតមួយបកចង់កន្លះម៉ោងមកមីអូយកូនបកមិនចេញឯងពិបាកបកពេកនេះកូនស៊ូកូនពៅក៏បានបករួចរាល់ម្ដងកាត់កង់ចាក៏មានទាំងមើមឈប់មានទាំងអីនេះបងប្អូនអើយណែតាំងពីដល់ស្រុកចិនរស់នៅចង់10ឆ្នាំក៏ទៅលើកទី1ធ្វើមីគោកបងប្អូនមីគោកកលឹកគ្រុងសមុទ្រនេះថាឃើញបងក៏ធ្វើវីដេអូដែរក៏ធ្វើមើលទៅតំណងថាសំនួនថាឆ្ងាញ់ណាធ្វើដែរសាក់មើលនេះចាអូគ្រឿងសមុទ្រគ្រឿងក្រៅរបស់យើងបកកងឲ្យពេញតាចានចាឥឡូវថានេះពោតតែជាមួយនឹងមើមឈុកនឹងក៏អានឆ្អិនបងប្អូនអើយស្ងោរវានោះស្ងោរយើងយកទៅឆាយកទៅត្រឡប់ជាមួយនឹងងាយឆ្អិនទេអញ្ចឹងហើយអាគ្រឿងសមុទ្រនេះវិញបងប្អូនអើយចាថាខ្ញុំស្ងោរជាមួយទឹកដោះគោឆៅដល់គូស្រស់យើងក៏បានយើងធ្វើបែបនេះក៏ថាវាមានរសជាតិឆ្ងាញ់ឈ្ងុយទៅដោះគោណាបងប្អូនចាក៏ថាទៅដោះគោនេះគឺយើងនេះចាក់គ្រឿងសមុទ្រចូលផ្លុកតែម្ដងមកងាស់វាតែមួយផ្លែតបានហើយតែមកងាស់វាទុកយូរពុះយូរក៏គ្រឿងសមុទ្រយើងស្វិតហើយនឹងទូចបងប្អូនហើយវារួញទូចអស់ចេះណាយ៉ាងថ្ងៃស្ងោរវាតែមួយផ្លែតបានហើយជាមួយប្រហិតជាមួយហោដកយើងឯងឥឡូវបានរួចរាល់ក៏ជោគដាក់ចានចាថាយើងឆាគ្រឿងនោះក៏មានគ្រឿងអីទេបងប្អូនអើយចានេះយើងមានប៊ឺមានអីយ៉ាងឯងឆាប៊ឺវាឲ្យបានឈ្ងុយហើយយើងដាក់ខ្ទឹមខ្ទឹមសត្រូវមានខ្ទឹមប្រាំងទេខ្ញុំអត់បានទិញហ៎ចឹងហើយជាមួយនឹងម្ទេសកញ្ច្រាំរបស់យើងក៏ដាក់ទៅយកពណ៌អាម្ទេសផ្លោកយើងនឹងត្រាំទឹករីកស្គួយយកមកកញ្ច្រាំទៅរួចដាក់មកជ្រោយទឹកម្ទេសទឹកអដេញពេញប៉ោះអូរៃរ៉ាប់ផុសភាបដាការសបើមនិយាយថាធ្វើដូចឯងអ្នកចេះដឹងបងប្អូនអ្នកចេះឆាតាមពិតនឹងក៏មើលគេឯងដែរសោះនេះឯងដាក់គ្រឿងក្រៅចិលអង្វរច្រើនដល់បច្ចេកស្ករអំបិលទឹកត្រីអីចឹងរ៉ូឌីអីចឹងណាបងប្អូនចាឥឡូវថាចាក់ពោតចាក់
មើមឈុករបស់យើងចូលមុនឆាត្រឡប់ឆាត្រលិនបានឆ្អិនចាំយើងដាក់ជាមួយនឹងគ្រឿងស្មុតរបស់យើងចូលមកបងប្អូនអូឡើងក្លាស់ផ្ទះអូងនេះណា3អ្នកម៉ែកូនហូបតាអូយអាគ្រឿងដូចមិនសូវគ្រប់គ្រាន់តែមិនសូវពណ៌ស្អាតបងប្អូនអើយនេះឆាយកទៅដាក់មីចូលតែនេះមីទិញពីហាងគេមកគេស្រោះឆ្អិនស្រាច់ហើយអាទឹកដោះគោខ្ញុំស្រោះអានេះគ្រឿងសមុទ្រនឹងខ្ញុំបានចោលតែខ្ញុំយកវាមកងាស់ជាមួយនឹងមីរបស់យើងដែរចានេះអូតំណងឲ្យឆ្ងាញ់ឈ្ងុយត្មងណាហើយកូនពៅខ្ញុំចូលចិត្តណាកកើអីនឹងចិត្តមីលេខ1ហ្មងបងហើយធ្វើលេងតែនេះបានមកផ្ទះគេដែរចានេះអូឆ្អិនហើយបងប្អូនចាឥឡូវគេថាចាប់ដាក់ចានឲ្យកូនវាមិនសូវគ្រឿងក្រៅវាមិនសូវគ្រប់គ្រាន់ក៏វាមិនសូវក្រហមអីប្រហែលដូចមីកឡុករបស់បងប្អូនគាត់ធ្វើយ៉ាងតែសំខាន់ក៏រសជាតិទទួលយកបានបងប្អូនអើយចានេះហើយកូនហៅចៅមកហូបអត់តាន់ពីភ្លឺតាន់ក្តៅទុកទៀតតិចឡើងឆ្ងាញ់ត្មងហើយរឿងកូនពៅវាគេចេញពីសាលាមកកំពុងតែលូថាលមូពោះផងមកឲ្យដាក់យកគេថាមាត់តាពីដូចឆ្ងាញ់ណាស់បងប្អូនអើយតែម៉ាមីធ្វើមីអូនចូលចិត្តញ៉ាំទាំងអស់ហ្នឹងគេថាអញ្ចឹងឆ្ងាញ់ណាស់វៃបើកកើវិញសួរឆ្ងាញ់ឲ្យកូនឆ្ងាញ់តែម៉ាម៉ាឆ្ងាញ់ហ្មងអូយធ្វើឲ្យកូនទៅសារតែឆ្ងាញ់សប្បាយចិត្តបងប្អូនហើយនិយាយមែនហ្មងម៉ែបងប្អូនជាទីស្រឡាញ់ណាដែលមានបញ្ហាចុករយសប៉ុនដៃជើងឈួរយូរអង្គុយយូរពិបាកក្នុងការអង្គុយឈឺខ្នងឈឺចង្កេះឈឺសន្លាក់ឈឺកលាក់ដៃកលាក់ជើងបងប្អូនពុកម៉ែជាទីស្រឡាញ់អាចជ្រើសរើសជាមួយនឹងគីអេយិនសិនយ៉ាងធាយកទៅប្រើបានធានាគុណភាពតម្លៃក៏ធូរថ្លៃអាចរកទិញតាមទីផ្សារស្រុកខ្មែរទីណាក៏មានលក់ផងដែរសំខាន់តម្លៃក៏ធូរថ្លៃផ្សិតភាពក៏ល្អចាអាចសាកប្រើបានទាំងអស់គ្នា